បន្ទាប់ពី player ដៃនៀកបានសម្លាប់គ្រូរបស់មេតានីមកគឺខ្ញុំពិតជាខឹងមែនតើដែលធ្វើខ្ញុំអ្នកមើលប៊ីសយំហើយខ្ញុំក៏បានទៅសងសឹកធីមដៃនៀកឲ្យគ្រូរបស់មេតានីមើលទឹកដៃស្ពីរបស់ខ្ញុំមិនអន់ជាងគ្រូមេតានីប្រហែលទេបើគ្នាយើងមើលហើយចង់យំដូចខ្ញុំកុំភ្លេច comment ម្នាក់មួយផង